ខ្ញុំផ្ដល់នៅការគ្រប់គ្រងយ៉ាងពេញទំហឹងហើយសូមអំពាវនាវប្រជាពលរដ្ឋរបស់យើងចូលរួមដើម្បីជួយគ្រប់គ្រងយើងមិនខ្វះទេក៏ប៉ុន្តែបង្ហាញពីសមត្ថចិត្តដើម្បីបញ្ជាក់អំពីខឿនការពារជាតិរបស់ប្រជាជនដែលជាយុទ្ធសាស្ត្ររបស់ហ៊ុនសែនតាំងពីដើមហ៊ុនសែនមិនអាចផ្អែកតែលើកងទ័ពសត្វទេគឺផ្អែកលើការគ្រប់គ្រងរបស់ប្រជាជនខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលថៃថ្នាក់ដឹកនាំថៃក៏មានចិត្តគំនិតដូចខាងកម្ពុជាដែរគឺចង់ពង្រឹងទំនាក់ទំនងជិតខាងល្អទស្សនកិច្ចខែមេសាកន្លងទៅរបស់នាយករដ្ឋមន្ត្រីហ៊ុនហ្គីក៏បាននាំមកនៅផ្លែផ្កាបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការមិនគួរត្រូវមានរឿងបែបនេះទេមិនគួរមានរឿងបែបនេះទេកម្ពុជានៅតែទទួលចង់បានការកសាងខ្សែព្រំដែនមួយជាមួយប្រទេសជិតខាងទាំងអស់ជាខ្សែព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍនេះជាបម្រងប្រាថ្នាពិតប្រាកដសូមអរគុណកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ App ក្រសួងព័ត៌មានចែករំលែកព័ត៌មានថ្មីពិតលឿននិងទូលំទូលាយប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន